នៅក្នុងបទគម្ពីរសុភាសិតចំពុក6ខ4រហូតដល់ខ5បានចែងថាកុំដេកកុំសម្រាកឡើយគឺខំប្រឹងរើបំរាឲ្យទាល់តែរួចខ្លួនដោយឆ្លុះនឹងបាក់សីខំប្រឹងរើបំរាឲ្យរួចពីអន្ទាក់របស់ព្រាន